Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកាសមួយ brand ទៀតហើយដែលទើបបញ្ចូល stock ថ្មីក្តៅៗតែម្ដងហើយនេះគឺជា brand របស់ Attack Shark លេខកូដរបស់វានោះគឺ L30 Pro កាសនេះដែរយើងនឹងមកប្រាប់ពីការ design របស់កាសនេះតែម្ដងអញ្ចឹងការ design របស់កាសនេះគឺវាពិសេសត្រង់តែមួយឯងគឺ design ភ្ជាប់មកជាមួយនឹង alloy ញញោមនេះ alloy ញញោមបងប្អូនឃើញអត់ហើយប៉ុងរបស់វានេះគឺគេធ្វើមកពីក្រណាត់តែម្ដងហើយពាក់យូរអត់ឈឺត្រចៀកគឺអត់អីទាំងអស់ហើយអត់មានបែកញើសត្រចៀកបែកអីណាហើយក៏អត់បែកព្រុយបែកអីដែរសម្រាប់ក្រណាត់មួយនេះគឺវា design មកសារនេះគឺប្លែកហើយទំនើបជាងមុនទៀតដែលភ្ជាប់មកជាមួយនឹង alloy ញញោមហ្នឹងតែម្ដងអញ្ចឹងយើងនឹងមកដឹងត្រួសពី spec របស់កាសនេះវិញម្ដងកាសនេះគឺប្រើបាន connection mode រហូតដល់3 connection mode Bluetooth USB wireless និងខ្សែដូចមូល 3.5 mm ហើយបើនិយាយពីទម្ងន់របស់វាវិញត្រឹមតែ200ក្រាមតែប៉ុណ្ណោះហើយបើនិយាយពីថ្មរបស់វាវិញប្រើបានរហូតដល់55ម៉ោងសម្រាប់អ្នកលេងហ្គេមគឺខ្ញុំ recommend 100%ពេញតែម្ដងពាក់យូរអត់ឈឺត្រចៀកហើយហប់ត្រចៀកឮល្អហើយឮសលេងងំល្អទៀតហើយខ្ញុំភ្លេចបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាកាសនេះគឺមានសរ៉ោនសន 7.1 យើងដឹងពី spec វាហើយនឹងការ design វាអស់ហើយអញ្ចឹងយើងមកដឹងពី accessory ដែលគេថែមមកជាមួយនឹងកាសនេះវិញម្ដងអញ្ចឹង accessory ដែលយើងទទួលបានបន្ទាប់មកពីកាសហើយយើងនឹងទទួលបាននៅខ្សែសាកថ្មចំនួន1ខ្សែដូចមូល 3.5 mm ចំនួន1ម៉ៃចំនួន1ម៉ៃនេះពិសេសត្រង់ថាមានប៉ុងទៀតឲ្យយើងទប់សំឡេងយើងបានអញ្ចឹងណា sticker ចំនួន2បន្ទះដែលយើងធ្វើការ customize ទៅលើកាសយើងបានណាដុំ receiver ចំនួន1និងចុងក្រោយគេនោះគឺសៀវភៅណែនាំចំនួន1ផងដែរអញ្ចឹងកាសនៅខាងមុខខ្ញុំនេះគឺពួកយើងមានពីរពណ៌នៅក្នុង stock គឺពណ៌សហើយនិងពណ៌ខ្មៅហើយតម្លៃរបស់កាសនេះវិញត្រឹមតែ$39តែប៉ុណ្ណោះអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ